ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមចេញវីដេអូវែងហើយពុកម៉ែបងប្អូននេះបាំងពីថ្ងៃខ្ញុំចូលសារៈពេទ្យត្មងនៅទីរួមស្រុកកលែនយើងណាពុកម៉ែបងប្អូននេះនិយាយថាកូនខ្ញុំវាក្តៅខ្លាំងណាស់និយាយថាកម្ដៅ39ជិតនឹង40អង្សាពុកម៉ែបងប្អូនតែយើងដេកពេទ្យកលែនហ្នឹង3ថ្ងៃហើយពុកម៉ែបងប្អូននៅតែអត់ត្រជាក់ទៀតក៏ខ្ញុំឡើងមកសៀមរាបហើយពុកម៉ែបងប្អូននេះក៏យើងបានមកដល់សៀមរាបហើយពុកម៉ែបងប្អូននិយាយថាកម្ដៅអត់មានចុះអីនេះបន្តិចពុកម៉ែបងប្អូននេះយើងមកដល់សៀមរាបហើយក៏យើងចាប់ផ្ដើមហើយសម្រាប់បានដាក់សរោមនឹងរៀងយូរដែរពុកម៉ែបងប្អូនខ្ញុំមកដល់ពីម៉ោង10ប៉ុន្តែធ្វើម៉េចបើយើងមកម៉ោង10ជិត11ហើយក៏ដល់ម៉ោងគេសម្រាកហើយណាពុកម៉ែបងប្អូននិយាយថាយើងនៅអង្គុយចាំត្រឹមម៉ោង2អានគេហើយចាប់ដើមពេទ្យចូលវិញចាបានយើងពេទ្យគាត់ធ្វើការបានយើងបានជួបពេទ្យហើយបានគេឲ្យមកសារៈនៅបន្ទប់ណាបងប្អូននេះនិយាយថាមកដល់ហើយកន្លែងពេទ្យហើយក៏យើងបានចូលកន្លែងរកបានកន្លែងដេកហើយបងប្អូនថ្ងៃហ្នឹងអ្នកជំងឺគាត់ច្រើនណាស់បងប្អូនហ្នឹងនិយាយថាមកពីខេត្តគេខេត្តយើងជុំគ្នានិយាយថាយើងរកគ្រាដេកក៏បានទេយើងដេកខាងក្រោមនេះនិយាយថាកូនខ្ញុំវាក្តៅខ្លាំងរហូតដល់ព្រឺរោមបាសរោមបងប្អូននិយាយថាក្តៅយ៉ាងណាក្តៅល្អប់ដែរហើយជំងឺគ្រុនឈាមបងប្អូននេះអូនដេកទៅហែហ្នឹងក៏វាគ្រុនឈាមដែរបងប្អូនតែវាអត់សូវក្តៅប៉ុនកូនខ្ញុំទេនេះនិយាយថាកូនខ្ញុំហ្នឹងវាធ្វើសេះធ្វើសង្ការអញ្ចឹងវាមុតជើងមុតដៃបងប្អូនដោយសារវាធំហើយយើងក៏អត់បាននៅតែដល់ជាមួយកូនដូចកូននៅតិចតួចទេបានមើលជើងមើលដៃវាទេមិនដឹងថាវាមុតប៉ុណ្ណាតែវាឈឺវាគ្រុនចេះបងប្អូនបាននៅបៀតវាបានមើលថែវាទៅបានដឹងថាកូនយើងវាមុតឃើញតែស្នាមមុតគ្រប់កន្លែងបងប្អូននេះនិយាយថាយើងហើយដល់វគ្គយើងកូនយើងវារាំងធូរហើយបានតិចហើយយើងមកមិចទឹកបោកខោអាវបងប្អូនដល់យើងបោកខោអាវរួចហើយយើងហាលស្ងួតហើយយើងមកសាខោអាវចេញទៅវិញណាបងប្អូននិយាយថាកន្លែងរៀនហាលកន្លែងមិចទឹកហ្នឹងនិយាយថាស្រស់ស្រាយណាបងប្អូនអើយនៅលើអាគារកន្លែងសម្រាប់ពេទ្យណាបងប្អូនយើងមកឡើងមកបុកខោឲ្យលើណាយើងបាននៅបុកខោកន្លែងសម្រាប់ពេទ្យទេនិយាយថាបេតនេះក៏ស្រស់ស្រាយនេះបងប្អូនកន្លែងមិចទឹកគេទូចមួយទេប៉ុនធុងពីត្រួយយើងទេប៉ុន្តែនេះកូនខ្ញុំវាថាមេមិចហើយសពបើទឹកវាតិចមួយប៉ុន្តែមិនអីដងទៅចេញដងមកបយចេញបយបងប្អូនក៏មើងងាយតិចតួចហ្នឹងនេះគឺយើងបានចេញមកពីមិចទឹកអីរួចហើយគឺយើងមករកទិញម្ហូបអាហារបងប្អូននិយាយថាក៏ពេលខ្ញុំចេញទៅហ្នឹងទទួលគេចេញមកចិត្តបិទហើយបងប្អូនគេអត់សូវមានមនុស្សទេមានមនុស្សតិចតួចទេនេះនិយាយថាមុខម្ហូបអាហារគេសម្បូរបែបបងប្អូនចង់យកមួយណាក៏បានដែរនេះខ្ញុំក៏យកខជើងជ្រូកបងប្អូនដោយសារខ្ញុំចង់ហូបពងទាណាគឺពងទាមកក្រាប់នៅក្នុងនោះគឺខ្ញុំយកមកហូបហើយបងប្អូនកូនខ្ញុំបានតិចតិចហើយបងប្អូនអត់បាននៅក្តៅទេបន្ទាប់ពីយើងដេកពេទ្យបានដេកនៅកលែន3ថ្ងៃបងប្អូនមកដេកនៅសៀមរាបនេះ2ថ្ងៃទៀតក៏វាតិចថ្ងៃទី5ហ្នឹងបងប្អូនថ្ងៃទី6យើងក៏តិចអត់ពិបាកលេបថ្នាំទេបើថ្ងៃត្មងមកដល់ម៉ោង6ម៉ោងម្ដងយើងត្រូវលេបថ្នាំណាហើយនៅទីចង់តិចទៀតបងប្អូននិយាយថាយើងក៏ហូបបាយអីវីដេអូខ្ញុំក៏អត់មានអីច្រើនទេអរគុណបងប្អូនដែលតែងទៅតាមដានចុច like ចុច follow ជួយ share ម្នាក់មួយផងបងប្អូនអរគុណច្រើន